Xin chào xưa đó là bộ nẹt mình bong bóng nàyកំពុងតែទស្សនាទាំងអស់គ្នាសម្រាប់វីដេអូនៅថ្ងៃនេះដែរគឺខ្ញុំនឹងនិយាយអំពីរឿងក្តីនៃការស្លាប់របស់ Harmony Montgomery នៅពេលដែលខ្ញុំបានដឹងឮពីការស្លាប់របស់ Harmony Montgomery គាត់គឺជាក្មេងស្រីដែលមានអាយុទៅតែ5ឆ្នាំទេហ្នឹងហើយការស្លាប់របស់គាត់គឺគួរឲ្យអាណត្តិធម៌ខ្លាំងមែនតើជនសង្ស័យនៅក្នុងរឿងក្តីនៃការសម្លាប់របស់គាត់ហ្នឹងគឺជាឪពុកបង្កើតរបស់គាត់ហើយអ្វីដែលគួរឲ្យប្រៃផ្សៃជាងគេហ្នឹងគឺការដែលគាត់សម្លាប់ Harmony ហើយគាត់ព្យាយាមធ្វើការរក្សាទុកហើយនឹងលាក់បាំងសាកសពរបស់ Harmony មកដល់សប្តាហ៍ថ្ងៃហ្នឹងគឺប្រៃផ្សៃខ្លាំងមែនតើហើយក៏អត់ទាន់ដឹងថាតើសាកសពរបស់ Harmony នៅទីណាដែរគឺឪពុករបស់គាត់បដិសេធហ្មងគឺអត់ព្រមនិយាយប្រាប់គេនោះទេអញ្ចឹងខ្ញុំយល់ឃើញថាការស្លាប់របស់គាត់គឺខ្ញុំចង់យកមកចែកម្លែកដល់អ្នកនរគ្នាដើម្បីឲ្យយល់ដឹងទៅលើរឿងក្តីរបស់គាត់មុននឹងចូលដល់វីដេអូគឺខ្ញុំសូមអរគុណដល់ sponsor របស់យើងគឺ Surfshark VPN Surfshark VPN គឺជាកម្មវិធី VPN មួយដែលអ្នកនរគ្នាគួរតែមាននៅក្នុងសម័យ digital មួយនេះដោយអ្នកនរគ្នាបានដឹងអញ្ចឹងសម័យកាលមួយនេះគឺសម្បូរការវាយប្រហារនៅតាមបច្ចេកវិទ្យានិង digital ច្រើនខ្លាំងមែនតើអញ្ចឹងទាមទារឲ្យយើងក្នុងនាមជាអ្នកប្រើប្រាស់បណ្ដាញសង្គមក៏ដូចជាប្រើប្រាស់គ្រឿងអេឡិចត្រូនិករបស់យើងគឺត្រូវតែចេះធ្វើការការពារទៅលើព័ត៌មានរបស់យើងនៅខ្លួនឯងរាល់ព័ត៌មានដែលយើងដាក់បញ្ចូលនៅក្នុងគ្រឿងអេឡិចត្រូនិករបស់យើងទាំង password នៅក្នុង account របស់យើង social media របស់យើងក៏ដូចជា Gmail account ធនាគារជាដើមហើយនឹងព័ត៌មាន data ផ្សេងៗទៀតដែលអ្នកនរគ្នាអាចធ្វើការការពារដោយខ្លួនឯងបានដោយការប្រើប្រាស់កម្មវិធី Surfshark VPN ដោយធ្វើការបដូរ IP address របស់យើងទៅកាន់បណ្ដាប្រទេសផ្សេងទៀតទៅគឺអាចអនុញ្ញាតឲ្យយើងធ្វើការការពារទៅលើទិន្នន័យរបស់យើងបានហើយគឺងាយស្រួលខ្លាំងមែនតើអ្នកនរគ្នាអាចធ្វើការផ្លាស់ប្ដូរ IP address ដែលមានជម្រើសលើសពី 3000 server នៅក្នុងបណ្ដា100ប្រទេសជាងទៀតគឺច្រើនខ្លាំងមែនតើហើយលើសពីនឹងទៀតមិនត្រឹមតែធ្វើការការពារទិន្នន័យរបស់យើងទេគឺយើងអាចទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀតដូចជាមាតិកាដែលឥតឈប់ឈរដែលគ្មានការបិទបាំងនៅក្នុងប្រទេសរបស់យើងអាចធ្វើការកក់អូតែឬក៏សម្បត្តិយន្តហោះនៅប្រទេសផ្សេងឲ្យមានតម្លៃថោកជាងមុនហើយនឹងការប្រើប្រាស់ account ដោយឥតកំណត់ដោយគ្រាន់តែជាវតែមកកញ្ចប់នោះទេគឺវាមានអត្ថប្រយោជន៍ច្រើនខ្លាំងមែនតើចាំបើសិនជាអ្នកនរគ្នាចាប់អារម្មណ៍ទៅលើសេវាកម្មរបស់ Surfshark VPN គឺអាចចុច link នៅក្នុង description box របស់ខ្ញុំបានឬក៏ចូលទៅកាន់ website surfshark.com/basicinstinct ដើម្បីទទួលបាន4ខែបន្ថែមពីលើសេវាកម្មដែលអ្នកនរគ្នាជាវដែរជាថ្មីម្ដងទៀតគឺខ្ញុំសូមអរគុណដល់ Surfshark VPN ដែលបាន sponsor ដល់វីដេអូរបស់យើងនៅថ្ងៃនេះចាឥឡូវនេះគឺខ្ញុំនឹងនិយាយអំពីរឿងក្តីរបស់ Harmony Montgomery Harmony Montgomery បានកើតនៅថ្ងៃទី7ខែមិថុនាឆ្នាំ2014នៅ Massachusetts សហរដ្ឋអាមេរិកតាំងពីគាត់កើតមកគឺគាត់មានវិបត្តិកំហើញរបស់គាត់ដែលគាត់អត់អាចមើលឃើញនៅផ្នែកខាងស្ដាំរបស់គាត់ទេអញ្ចឹង Harmony គឺជាក្មេងដែលមានពិការភាពអញ្ចឹងទាមទារឲ្យគាត់ធ្វើការពាក់វ៉ែនតាតាំងពីទូចមកម្ដាយរបស់គាត់គឺមានឈ្មោះថា Crystal Surrey និងឪពុករបស់គាត់គឺមានឈ្មោះថា Adam Montgomery ម្ដាយហើយនិងឪពុករបស់គាត់គឺជាដៃគូនឹងគ្នាហើយគាត់បានរស់នៅជាមួយនឹងគ្នាអស់រយៈពេល2ឆ្នាំហើយក៏មានកំណើតរបស់ Harmony Montgomery មកនៅម្ដងពេលដែល Harmony ទៅតែបានកើតហ្នឹងគឺឪពុករបស់គាត់ Adam គឺគាត់ត្រូវបានជាប់ពន្ធនាគារដោយសារតែគេបានធ្វើការចោទប្រកាន់គាត់ពីបទបាញ់គេទៅនឹងក្បាលរបស់គេហើយគាត់ក៏ជាអ្នកដែលជួញដូរគ្រឿងញៀនផងដែរអញ្ចឹងគាត់គឺត្រូវបានជាប់ពន្ធនាគារប៉ុន្តែការជាប់ពន្ធនាគាររបស់គាត់ហ្នឹងគឺមានរយៈពេលតែ1ឆ្នាំទេអញ្ចឹងនៅឆ្នាំ2015គឺគាត់បានចេញពីពន្ធនាគារមកវិញនៅម្លងពេលហ្នឹងក៏ Harmony ក៏បានកើតមកគឺគាត់រស់នៅជាមួយនឹងម្ដាយរបស់គាត់ Crystal ប៉ុន្តែជាក់ស្ដែងគឺ Crystal ក៏គាត់មានបញ្ហាផ្ទាល់ខ្លួនរបស់គាត់ដែរគាត់ធ្លាប់ជាអ្នកដែលគាត់ប្រើប្រាស់គ្រឿងញៀនទោះបីជាគាត់ព្យាយាមចូលមជ្ឈមណ្ឌលដើម្បីកែប្រែហើយនឹងធ្វើការផ្ដាច់ទៅលើការប្រើប្រាស់គ្រឿងញៀនក៏ដោយប៉ុន្តែនៅម្ដងពេលហ្នឹងគឺគាត់ relapse មានន័យថាគាត់បានលាប់មកវិញគាត់ចាប់ផ្ដើមប្រើប្រាស់ឡើងវិញដោយសារតែម្ដាយគឺគាត់មានបញ្ហាអញ្ចឹងធ្វើឲ្យអ្នកដែលគាត់ខាងមជ្ឈមណ្ឌលកុមារកំព្រាឬក៏ខាងមជ្ឈមណ្ឌលផ្សេងៗដែលពាក់ព័ន្ធគឺអ្នកនៅខាងរដ្ឋនឹងឯងគឺគាត់បានឃើញស្ថានភាពបែបហ្នឹងគឺគាត់បានយក Harmony ដើម្បីមកធ្វើការថែទាំនឹងឯងយកចេញពីម្ដាយរបស់គាត់ដោយសារយល់ឃើញថា Crystal គឺគាត់អត់អាចធ្វើការថែទាំទៅលើ Harmony បានទេហើយនៅពេលដែល Crystal គាត់រៀងជាសះស្បើយឡើងវិញក៏គាត់យក Harmony មកវិញហើយគាត់ក៏ប្រើឡើងវិញទៅក៏ Harmony ទៅនៅជាមួយនឹងអ្នកខាងមជ្ឈមណ្ឌលឡើងវិញចាំក្នុងមួយជីវិតរបស់ Harmony គឺគាត់ពិបាកខ្លាំងមែនតើគាត់មកផ្ទះផងគាត់ត្រឡប់ទៅមណ្ឌលវិញហងវាត្រឡប់ទៅត្រឡប់មករហូតមកជីវិតរបស់គាត់ហ្នឹងអញ្ចឹងវាមានភាពលំបាកសម្រាប់ Harmony ខ្លាំងមែនតើក្នុងនាមគាត់ជាក្មេងគាត់ក្មេងខ្លាំងណាស់មកអាយុតាំងពីកើតមករហូតដល់5ឆ្នាំដែលគាត់ស្លាប់ហ្នឹងប៉ុន្តែតួជីវិតរបស់គាត់ពិបាកយ៉ាងណាក៏ដោយក៏គាត់នៅ
តែជាក្មេងម្នាក់ដែលមើលទៅមានភាពកក់ក្ដៅគាត់តែងតែអាចអញ្ញឹមគ្រប់ពេលវេលាហ្មងគាត់អាចផ្ដល់ភាពកក់ក្ដៅទៅកាន់អ្នកផ្សេងគាត់អាចនិយាយជាមួយគេសប្បាយជាមួយគេគាត់រាប់អានគេជាក្មេងស្រីម្នាក់ដែលរីករាយខ្លាំងមែនតើអញ្ចឹងទោះបីក្នុងជីវិតគាត់ពិបាកយ៉ាងណាក៏ដោយហើយគាត់មានពិការភាពទៀតហ្នឹងហើយប៉ុន្តែគឺរឿងអស់ហ្នឹងអាចបញ្ឈប់គាត់បានទេអញ្ចឹងសូម្បីតែនៅពេលដែលខ្ញុំធ្វើការស្រាវជ្រាវទៅលើរឿងក្តីនេះគឺអត់មានឃើញថារូបថតមកប៉ុស្តិ៍ណាដែល Harmony អត់អញ្ញឹមទេគឺគាត់អញ្ញឹមគ្រប់រូបហ្មងអញ្ចឹងខ្ញុំអាណិតទៅលើគាត់ខ្លាំងមែនតើអញ្ចឹងយើងងាកមកមើលឪពុករបស់គាត់វិញគឺអាដាមគាត់បានចេញពីពន្ធនាគារនៅឆ្នាំ2015អញ្ចឹងនៅក្នុងពេលហ្នឹងគឺ Harmony គាត់មានអាយុ1ខួបហើយដោយសារតែគាត់ធ្លាប់តែជាអ្នកតោគាត់ធ្លាប់ជាប់ពន្ធនាគារអញ្ចឹងគឺគេអត់អាចផ្ដល់ Harmony ឲ្យគាត់ថែទាំទេអញ្ចឹងបើសិនជាគាត់ចង់ជួបជាមួយនឹង Harmony គឺយើងត្រូវទេណាត់ជាមួយនឹងខាងមណ្ឌលអញ្ចឹងណាគេរៀបចំចន្លោះម៉ោងពេលវេលាដើម្បីឲ្យជួបជាមួយនឹងឪពុកហើយជួបជាមួយនឹងកូនអញ្ចឹងទៅប៉ុន្តែជាក់ស្ដែងតាំងពីឆ្នាំគាត់ចេញពីពន្ធនាគារ2015រហូតដល់2019គឺគាត់អត់បានមកជួបទៀងទាត់ជាមួយនឹង Harmony ទេគឺអត់ហ្មងនៅថ្ងៃគេណាត់ឲ្យមកគាត់អត់មកគាត់ក៏ដែរណាត់គេដើម្បីជួបជាមួយនឹងកូនខ្លួនដែរគឺគាត់អត់សោះហ្មងហ្នឹងហើយអញ្ចឹងមកម្លងពេល4ឆ្នាំហ្នឹងគឺគាត់បានជួប Harmony តិចជាង40ម៉ោងទៀតគឺតិចខ្លាំងមែនតើអញ្ចឹងគាត់អត់ស្គាល់ពីកូនរបស់គាត់គាត់ដែរខ្វល់គាត់ដែរចង់ដឹងចង់ឮអីទេរហូតមកដល់ឆ្នាំ2019គឺ Harmony មានអាយុ5ឆ្នាំហើយ Adam ក៏គាត់ចាប់ផ្ដើមធ្វើការឡើងតុលាការដើម្បីទារ custody មានន័យថាចង់ឲ្យកូនរបស់គាត់នឹងខ្លាយជាកូនរបស់គាត់ពេញសិទ្ធគាត់យកមកចិញ្ចឹមហើយនៅពេលហ្នឹងកោតអីគឺ Adam នឹងឈ្នះរឿងក្តីមួយនឹងទៀតឈ្នះក្តីមួយនឹងទៀតហើយបាន Harmony យកមកចិញ្ចឹមទៀតខ្ញុំអត់សើដឹងថាតើនៅ Massachusetts ហ្នឹងតឡាការរបស់គេហ្នឹងបែបណាទេនៅពេលដែលខ្ញុំមើលរឿងក្តីនេះគឺគេបានចោលបញ្ហាមួយចំនួនថាការកាត់ក្តីហ្នឹងគឺវារៀងមើលទៅអត់គួរសមសោះហ่ะទី1ពួកគាត់សម្រេចចិត្តគឺដាច់ខាតគឺឲ្យ Harmony ត្រូវតែទៅកាន់ម្ដាយឪពុកបកកើតរបស់គាត់នៅណាម្នាក់ក៏បានដែរអាចនឹងជា Crystal ឬក៏ Adam ហើយពួកគាត់ក៏សម្រេចចិត្តថា Crystal គឺអត់មានសមត្ថភាពឬក៏លទ្ធភាពដើម្បីធ្វើការផ្គត់ផ្គង់ទៅលើ Harmony ទេដោយសារតែគាត់គឺជាអ្នកដែលប្រើប្រាស់គ្រឿងញៀនហ្នឹងហើយគាត់លាប់ហ្នឹងហើយជាប្រចាំប៉ុន្តែបែរជាហ៊ានឲ្យ Harmony ទៅនៅជាមួយនឹង Adam ជាក់ស្ដែង Adam គាត់ធ្លាប់ជាប់ពន្ធនាគារប៉ុន្តែមិនមែនបញ្ហាតូចតាចទេគាត់គឺមានប្រវត្តិធ្លាប់ប្រើប្រាស់ហិង្សាជាច្រើនដងហ្មងគឺច្រើនខ្លាំងមែនតើមកជីវិតរបស់គាត់ហ្នឹងគឺមនុស្សហិង្សាតែម្ដងគាត់ធ្លាប់គេចោទប្រកាន់ពីបទឃាតកម្មផងគាត់ធ្លាប់បាញ់គេទៅនឹងជើងរបស់គេគាត់ធ្លាប់យកកាភ្លើងទៅជួងទៅលើមនុស្សស្រីគាត់ធ្លាប់ទាត់ធាក់គេឲ្យចេញពីឡានគាត់ប្រើប្រាស់គ្រឿងញៀនគាត់ជួញដូរគ្រឿងញៀនគាត់ជួញដូរអាវុធនឹងឯកភ្លើងឯជាដើមគឺមនុស្សដែលមានហិង្សានៅខ្លួនប្រវត្តិមានហិង្សាមកហើយទៅតែចេញពីពន្ធនាគារមួយឆ្នាំហ្នឹងទៀតហើយបែរជាហ៊ានឲ្យ Harmony ទៅនៅជាមួយនឹងបុគ្គលនឹងផ្ដល់សិទ្ធិពេញលេញឲ្យថែទាំទៅលើ Harmony ទៀតពេលហ្នឹងគឺគេដាច់ខាតត្រូវតែឲ្យ Harmony ទៅកាន់ឪពុកឬក៏ម្ដាយណាមួយដោយសារតែខាងមណ្ឌលគឺអត់ចង់ថែទាំទៅលើ Harmony អត់ចង់យកមនុស្សចូលឬក៏យ៉ាងណាអញ្ចឹងណាអញ្ចឹងគាត់ត្រូវតែផ្ដល់ឲ្យទៅហើយសម្រាប់ Adam គឺគាត់ធ្វើការបញ្ចុះបញ្ចូលតុលាការថាគាត់ដូរខ្លួនហើយគាត់កែខ្លួនគាត់ជាឪពុកល្អគាត់ស្រឡាញ់ Harmony អីចឹងទៅប៉ុន្តែចាក់ស្ដែងវាមិនមែនអញ្ចឹងទេបើសិនជាស្រឡាញ់មែនមិនមែនជួបកូនក្រោម3ថ្ងៃទេរយៈពេល40ម៉ោងក្រោម40ម៉ោងអញ្ចឹងរយៈពេលឡើង4ឆ្នាំជួបកូនក្រោម3ថ្ងៃអញ្ចឹងនៅត្រង់បញ្ហានៅត្រង់ហ្នឹងហើយដែលធ្វើឲ្យគេមើលនៅលើរឿងក្តីមួយនេះគឺគេយល់ឃើញថាការដែលសម្រេចចិត្តបែបហ្នឹងគឺកំហុសក៏ចូលរួមពីតុលាការដែរហ្នឹងហើយដែលកាត់ក្តីបែបហ្នឹងឆ្នាំ2019ហ្នឹងគឺ Adam បានទទួលបានសិទ្ធិពេញលេញដើម្បីធ្វើការថែទាំលើ Harmony អញ្ចឹង Harmony ក៏ចេញពីមណ្ឌលទៅរស់នៅជាមួយនឹងឪពុករបស់គាត់អញ្ចឹងគាត់ក៏បានផ្លាស់ប្ដូរទីលំនៅរបស់គាត់ពី Massachusetts ទៅកាន់ New Hampshire ហើយនៅអំឡុងពេលហ្នឹងក៏ Adam គាត់ក៏បានធ្វើការចំអកណាទៅលើ Crystal អញ្ចឹងទៅថាគាត់នឹងលែងឲ្យជួប Harmony ចាប់ពីថ្ងៃហ្នឹងទៅគឺលែងឲ្យជួបហ្មងសម្រាប់ Crystal ក៏គាត់យល់ឃើញថាការសម្រេចចិត្តមួយហ្នឹងវាអត់សមស្របដែរហ្នឹងហើយប៉ុន្តែគាត់ក៏អត់ដឹងថាធ្វើមិនអញ្ចឹងណាម្ដង2ឆ្នាំក្រោយមកគឺនៅឆ្នាំ2021គឺនៅម្ដងខែ9ទៅខែ11ហ្នឹងគឺម្ដាយរបស់ Harmony គឺគាត់បានធ្វើការដាក់ពាក្យថាបាត់កូនអញ្ចឹងណាដោយសារតែគាត់បាននិយាយថាគាត់អត់បានជួបជាមួយនឹងកូនរបស់គាត់ហ្នឹងឡើងរយៈពេលចង់2ឆ្នាំអីហ្នឹងហើយអញ្ចឹងគាត់ថាគាត់ព្យាយាមតាក់ទងទៅដែរប៉ុន្តែវាដូចដាច់ទំនាក់ទំន
นงហើយខាង Adam នោះក៏លេងឲ្យរាប់លេងឲ្យអានចឹងទៅចឹងគាត់លេងឮតំណងពីកូនរបស់គាត់ Harmony ហ្នឹងឡើង2ឆ្នាំហើយគាត់បាននិយាយថាលើចុងក្រោយដែលគាត់បានជួបជាមួយនឹង Harmony ហ្នឹងគឺទៅតាម phone call ហ្នឹងហើយថត video call គឺនៅម្លងខែមេសា2019គឺម្លងថ្ងៃ Easter ហើយគាត់បានធ្វើការ call video call ជាមួយនឹងកូនហើយចាប់ពីពេលហ្នឹងទៅគឺស្ងាត់ចាប់ហ្មងគឺលេងឮតំណងអីសោះហ្មងហើយ Crystal ក៏បានយករឿងមួយហ្នឹងផ្ញើ mail ផ្ញើអីទៅកាន់អភិបាលក្រុងហ្នឹងទៀតហ្នឹងហើយចឹងបានដល់ចុងខែធ្នូនៅឆ្នាំ2021ហ្នឹងក៏ចាប់ផ្ដើមមានការស្រាវជ្រាវទៅលើការបាត់ខ្លួនរបស់ Harmony Montgomery ហ្នឹងរៀងធំដុំហ្នឹងឯងទៅទលំទលាយចឹងទៅគឺមានការស្វែងរកគាត់ដល់ពេលដែលរឿងនេះត្រូវបានគេស៊ើបអង្កេតទៅគឺគេបានឃើញថាការឡងឆ្នាំ2019 2ឆ្នាំមុនហ្នឹងណាដែល Adam ទៅតែយកកូនទៅចិញ្ចឹមបានតោះបានកន្លះឆ្នាំហ្នឹងគឺមានគេ tip off មានន័យថាមានគេ call ប្រាប់ជាអនាមិកដែលនិយាយថាគេបានឃើញថា Harmony ហ្នឹងគឺមានភ្នែកជាំពណ៌ខ្មៅហ្នឹងឯងដូចគេដាល់គេវាយចឹងណាចឹងគេប្រាប់ទៅដើម្បីឲ្យខាងមណ្ឌលគេទៅឆែកមើលពីស្ថានភាពរបស់ Harmony នៅខែ7 2019ហ្នឹងគឺគេបានទៅដល់ផ្ទះរបស់ Harmony ក៏មើលសង្កេតគាត់ទៅគឺអត់មានឃើញអីទេចឹងយើងអត់ដឹងថាវាចន្លោះថ្ងៃប៉ុណ្ណាឬក៏ការជាប់ហ្នឹងវាស្រាក់ស្រាំឬក៏មានបញ្ហាអីផ្សេងចឹងយើងអត់ដឹងដែរប៉ុន្តែនេះគឺជា tip off ហើយខ្ញុំឃើញព័ត៌មានប្រភពខ្លះគឺបាននិយាយថា tip off ហ្នឹងគឺពីពូហ្នឹងហើយពូដែលគាត់ទៅលេងផ្ទះរបស់ Adam ទៅគឺឃើញនៅខែ10គឺពួកគាត់បានទៅផ្ទះពួកគាត់ម្ដងទៀតហើយក៏មើលស្ថានភាព Harmony គឺអត់មានបញ្ហាដែរអញ្ចឹង2ខែក្រោយទៀតនៅឆ្នាំ2020ខែ1ក៏ពួកគាត់បានមកម្ដុំផ្ទះរបស់ Harmony នឹងឲ្យម្ដុំផ្ទះ Adam ហ្នឹងម្ដងទៀតប៉ុន្តែមិនមែនបញ្ហាពី Harmony ទេគាត់ថាគាត់ម្ដុំហ្នឹងទៅក៏ធ្វើការចូលសួរអញ្ចឹងនៅពេលហ្នឹងគឺ Harmony អត់នៅផ្ទះទេហើយ Adam ក៏គាត់បានប្រាប់ថា Harmony គឺទៅលេងផ្ទះខាងម្ដាយរបស់គាត់ហ្នឹងហើយអញ្ចឹងគេក៏អត់បានសួរនាំដេញដោលអីច្រើនដែរដោយសារតែការខែ10គេទៅមើលគឺ Harmony នៅហើយខែ1 2020គឺ Harmony អត់នៅអញ្ចឹងគេក៏សន្មតថា Harmony អាចនឹងស្លាប់នៅខែធ្នូឆ្នាំ2019អញ្ចឹងការស្លាប់នេះគឺគាត់ទៅតែយក Harmony ទៅនៅហ្នឹងបានអត់ដល់មួយឆ្នាំទេហ្នឹងហើយគឺទៅតែ8 9ខែអីហ្នឹងហើយក៏គាត់បានសម្រាប់ទៅលើ Harmony នៅឆ្នាំ2021នៅខែធ្នូនៅម្លប់ថ្ងៃ29ថ្ងៃ30ហ្នឹងហើយគឺចុងឆ្នាំហើយគឺចាប់ផ្ដើមបើកការស៊ើបអង្កេតទៅលើរឿងក្តីនៃការបាត់ខ្លួនរបស់ Harmony ហ្នឹងហើយគេចំណាយពេលតែ2 3ថ្ងៃទេក៏គេបានរកឃើញ Adam ហ្នឹងហើយដែលគាត់រស់នៅក្នុងឡានជាមួយនឹងសង្សារថ្មីរបស់គាត់ដែលសង្សារថ្មីរបស់គាត់ហ្នឹងគឺមានឈ្មោះថា Kelsey អញ្ចឹងគាត់គឺនៅក្នុងឡានហ្នឹងហើយចឹងថាដូចអត់មានផ្ទះនៅអញ្ចឹងណាគាត់រស់នៅក្នុងឡានអញ្ចឹងទៅអញ្ចឹងប៉ូលីសក៏គាត់បានធ្វើការស្ទាក់ទៅលើ Adam ហើយក៏បានរៀបរាប់ពីរឿងក្តីដែលបានកើតឡើងអញ្ចឹងនៅពេលហ្នឹងក៏គេបានប្រាប់តំណងអញ្ចឹងទៅថាម្ដាយរបស់ Harmony ហ្នឹងគឺបាននិយាយថាបាត់កូនបាត់អីចឹងជាក់ស្ដែងដោយសារតែកូនគឺស្ថិតនៅក្នុងសិទ្ធិរបស់ Adam ដែលជាអ្នកថែទាំអញ្ចឹងឥឡូវកូនហ្នឹងនៅណាអញ្ចឹងនៅពេលដែលគេរាយរាប់ប្រាប់ទៅគឺ Adam សកម្មភាពរបស់គាត់គឺអត់មានសកម្មភាពអីទាំងអស់ហ្មងមិនមែនជាឪពុកដែលបាត់កូនបាត់អីទេគឺគាត់នៅថ្មឹងអត់មានរូបរាងអត់មានសកម្មភាពអីដែលបង្ហាញថាមានការព្រួយបារម្ភអីសោះហ្មងអញ្ចឹងនៅពេលដែលប៉ូលីសរាយរាប់ប្រាប់ហើយអស់ហើយក៏គាត់បាននិយាយប្រាប់ថាគាត់អត់មានអីនិយាយទេបន្ទាប់ពីការនិយាយគ្នាពីពេលហ្នឹងមកគឺប៉ូលីសគាត់អស់សង្ឃឹមហ្មងហ្នឹងហើយដោយសារមើលមកគឺចង់ថារឿងអាចនឹង Harmony គឺគាត់មានគ្រោះថ្នាក់អីដោយសារតែឪពុកហ្នឹងហើយគឺជាអ្នកខំក្រងទៅលើកូនបែរជាអត់មានកូនទៀតចឹងគេគឺចាប់ដើមសង្ស័យ Adam ថាគាត់ហ្នឹងបានធ្វើរឿងអីផ្ដេសផ្ដាស់ទៅលើ Harmony អីហ្នឹងហើយដែលកូនបាត់ខ្លួនឡើង2ឆ្នាំអីឲ្យធ្វើម៉េងមើងចឹងគេប្រហែលជា 3-4 ថ្ងៃក្រោយមកគឺចូលដល់ឆ្នាំ2022ហ្នឹងហើយនៅខែ1ហ្នឹងគឺគេបានធ្វើការឃាត់ខ្លួនគាត់ហើយនៅម្ដងពេលហ្នឹងក៏សង្សារថ្មីរបស់គាត់ Kelsey ហ្នឹងគឺស្លាប់ដែរប៉ុន្តែអត់ពាក់ព័ន្ធនៅក្នុងរឿងក្តីហ្នឹងឯងខ្ញុំគាត់តែប្រាប់បន្ទាប់ពីគេបានធ្វើការខកខ្លួនហើយធ្វើការសួរនាំទិញទួចទៅគឺគេចាប់ផ្ដើមទទួលបានរូបភាពមួយជាក់ស្ដែងថាតើមានរឿងអីកើតឡើងទៅលើ Harmony អញ្ចឹងឥឡូវគឺយើងត្រឡប់ទៅកាន់កាលឆ្នាំ2019ដែល Harmony គឺគាត់នៅរស់នឹងឯងនៅម្លងពេលហ្នឹងគឺ Adam គឺគាត់មានប្រពន្ធរបស់គាត់ផ្សេងមួយទៀតដែលមានឈ្មោះថា Kayla ហើយនិង Adam គឺគាត់រស់នៅជាប្តីប្រពន្ធជាមួយនឹងគ្នាហើយពួកគាត់ក៏មានកូន2នាក់ផ្សេងទៀតដែរអញ្ចឹងបូកជាមួយនឹង Harmony គឺទាំងអស់មានកូន3នៅ
ពេលដែលគេធ្វើការសួរនាំទៅលើខេឡាទៅគឺគាត់បានផទៅកាន់ប៉ូលីសប្រាប់ថាគាត់អត់ដឹងអីចឹងទៅហ្នឹងហើយចឹងយូរទៅក៏គាត់ធ្វើការសារភាពថាអាដាមហ្នឹងគឺបានធ្វើការសម្លាប់ទៅលើ Harmony ការស្លាប់របស់ Harmony គឺគេបានសន្មតថានៅថ្ងៃទី7 ខែធ្នូឆ្នាំ2019ពួកគាត់អត់មានផ្ទះរស់នៅស្រួលបួលទេហ្នឹងហើយដោយសារតែគាត់ត្រូវបានគេដេញចេញគាត់មានលុយបងលុយអីចឹងគឺគាត់រស់នៅក្នុងឡានរបស់គាត់មួយរយៈពេលសិនដែរនៅពេលដែលរស់នៅគឺ Harmony គាត់ជាក្មេងគាត់ទៅតែអាយុ5ឆ្នាំគាត់ stress ផងអីផងគាត់រស់នៅក្នុងឡានក្នុងអីចឹងដែរចឹងទៅធ្វើឲ្យគាត់អាសានោមនៅក្នុងឡានចឹងណាហើយសម្រាប់អាដាមឲ្យតែឃើញកូននោមឃើញអីចឹងគឺគាត់ខឹងខ្លាំងមែនតើហើយខឹងហ្នឹងគឺគាត់បញ្ចេញហ្មងគាត់ក្តាប់ដៃគាត់ដាល់ទៅលើកូនហ្មងណាហើយសួរថាមនុស្សផុសប៉ុណ្ណានៅអាយុ30ជាងហើយក្តាប់ដៃដាល់លើកូនលើអីអាយុ5ឆ្នាំទាំងអស់គ្នា5ឆ្នាំដាល់យកហ្មងគឺមានខ្វល់ទេវាយហ្មងដោយសារគាត់ខឹងថានោមដាក់ឡានដាក់អីចឹងទៅហើយប្រភពខ្លះគឺបាននិយាយថាអាដាមហ្នឹងគឺបានធ្វើទរណកម្មទៅលើ Harmony ញឹកញាប់ខ្លាំងមែនតើវាយដំហ្នឹងហិង្សាហ្នឹងគឺមួយហើយផ្សេងទៀតឧទាហរណ៍ដូច Harmony គាត់ធ្វើអីខុសមួយចឹងគឺគាត់ឲ្យយកច្រាសដោះធ្មេញរបស់ Harmony យកទៅដោះប្រគុណដោះអីចឹងទៅជាទម្រង់នៃការព្រានបដៅអញ្ចឹងណាដូចឲ្យគាត់នឹងឈរនឹងកលៀតបន្ទប់នៅអីចឹងទៅដើម្បីបដៅថ្ងៃទី7 ខែធ្នូឆ្នាំ2019ហ្នឹងគឺអាដាមគាត់បានធ្វើហិង្សាទៅលើ Harmony គាត់បានវាយដាល់ទៅលើកូនទៀតហើយដោយសារតែកូនហ្នឹងគឺនោមដាក់នៅក្នុងឡានអញ្ចឹងនៅពេលដែលវាយហ្នឹងគឺគាត់ក៏បានដាល់ 3-4 ដៃហើយគឺគាត់បានបែរទៅនិយាយជាមួយនឹង Kayla ដែលគាត់បាននិយាយថាគាត់មានអារម្មណ៍ថាគាត់វាយលើកនេះហ្នឹងគឺជ្រុលខ្លាំងមែនតើដោយសារតែនៅពេលដែលវាយហ្នឹងគឺគាត់ឮសលេងអីមួយចេញពីការវាយហ្នឹងណាអញ្ចឹងវាអាចនឹងឆ្អឹងបាក់ឬក៏សំឡេងភោគអីមួយអញ្ចឹងទៅដែលវាខុសពីធម្មតាអញ្ចឹងគាត់យល់ឃើញថាពេលហ្នឹងគឺប្រហែលជាគាត់ជ្រុលដៃឯងប៉ុន្តែគឺគាត់អត់នេះហ្មងគាត់អត់ធ្វើអីទាំងអស់សូម្បីតែ Kayla ក៏គាត់បានប្រាប់ថាពេលហ្នឹងគាត់លឺ Harmony ហ្នឹងគឺធ្ងោទៀតធ្ងោឈឺហើយធ្ងោឈឺអស់ប្រហែលនាទីទៅក៏គាត់ស្ងាត់វិញទៅហ្នឹងហើយនៅពេលដែលឃើញកូនបែបហ្នឹងហើយគឺអត់យកកូនទៅពេទ្យអត់អីទៀតគឺអត់ខ្វល់ហ្មងនិយាយទៅហើយណាមួយបើសិនជាយកកូនទៅពេទ្យក៏ដោយក៏គេសួរនាំអីចឹងទៅថាគាត់ហ្នឹងវាយទៅលើកូនលើអីចឹងគឺវារឿងតទៅទេចឹងទៅចឹងអត់ព្រមយកទៅទេចឹងគម្រោងរបស់គាត់នៅពេលហ្នឹងគឺត្រូវតែញ៉ាំអីនៅហាងភោជនីយដ្ឋានជា fast food restaurant ចឹងទៅក៏គាត់ជិះទៅហើយនាំកូននាំអីទាំងអស់ចូលញ៉ាំចូលអីតាម plan របស់គាត់ហើយគាត់ក៏ត្រឡប់មកវិញជិះឡានរបស់គាត់ហ្នឹងយកមកចតនៅកន្លែងចំណតឡានចឹងដោយសារគាត់នៅក្នុងឡានចឹងគាត់ចតឡាននៅកន្លែង parking lot របស់គេចឹងទៅចឹងពេលគាត់ចេញទៅវិញឡានវាខូចហើយក៏ចាប់ផ្ដើមវូវ៉ាស់នៅក្នុងឡានទៅក៏ចាប់អារម្មណ៍ថា Harmony គឺគាត់ស្លាប់បាត់ទៅហើយដោយសារតែ Harmony គឺគាត់ស្លាប់គឺអាដាមនេះគឺព្យាយាមធ្វើការលាក់ទៅលើសាកសពរបស់ Harmony ហ្នឹងហើយគឺបុគ្គលនេះគឺប្រៃផ្សៃខ្លាំងមែនតើលាក់ហ្នឹងគឺបានញាត់កូនរបស់ខ្លួនឯងអាយុ5ឆ្នាំហ្នឹងចូលកាបូបយួរដៃមួយហើយក៏យកកាបូបយួរដៃហ្នឹងដាក់នៅក្នុងកតុយឡានណាគាត់ដាក់នៅកតុយឡានហ្នឹងហើយគាត់ជិះឡានធម្មតាអញ្ចឹងយកទៅធ្វើការជិះទៅណាទៅណីអញ្ចឹងគឺគាត់ជិះទាំងកូនខ្លួនឯងនៅកបាំងក្រោយហ្នឹងហើយថែមទាំងចតឡាននៅខាងក្រៅទៀតដើម្បីដោយសារតែនៅក្រៅវាត្រជាក់ហ្នឹងហើយខែគ្រីស្មាស់អញ្ចឹងត្រជាក់ដាក់នៅក្រៅទៅដើម្បីកុំឲ្យអាលួយលឿនពេកអីចឹងទៅអញ្ចឹងអីវ៉ាន់ណាក៏ធ្វើចេញដែរមានមួយពេលទៀតគឺយកសាកសពរបស់ Harmony ដាក់នៅក្នុងធុងតកហ្នឹងហើយអាប្រអប់ធំមកល្មមហ្នឹងណាដែលយើងដាក់តករាយហ្នឹងដាក់ហើយយកទៅដាក់នឹងកដាល hallway នៅផ្លូវដើរផ្ទះម្ដាយរបស់ Kayla នៅអីចឹងទៅហើយខ្ញុំមិនដឹងថាម្ដាយហ្នឹងដឹងអត់ទេណាហើយក៏អត់ដឹងថានរណាដឹងខ្លះដែរខ្ញុំមិនដឹងទេគាត់ថាវាដាក់នៅនឹងនៅក្នុងព័ត៌មានគឺគេទៅសេថាដាក់នៅកដាលហ្នឹងហើយក៏យកចូលផ្ទះធ្លាប់យកដាក់នៅក្នុងកេះអីវ៉ាន់កេះអីចឹងទៅហើយរុញទៅយកទៅ apartment អីខ្លួនឯងចឹងទៅដើម្បីលាក់សាកសពនឹងបន្តទៀតនឹងឯងគឺចងាងហ្មងណាដាក់សាកសពកូនរុញទៅចឹងហ្មងហើយនៅពេលដែលយកមកដល់ផ្ទះហើយគឺគាត់ធ្វើការជ្រក់នៅក្នុងថង់ធំហ្នឹងណា plastic ធំនឹងជ្រក់ចងក្បួចបោះឡើងទៅលើតបូលផ្ទះរបស់ខ្លួនឯងទៀតចូលតែ apartment វាមានអាតបូលខាងលើបន្លោះទុយចឹងទៅដាក់អីវ៉ាន់ហ្នឹងគាត់បោះកូនតម្លាក់កូនគាត់ចោលនៅលើហ្នឹងឲ្យឲ្យលួយនៅនឹងតបូលហ្នឹងហ្មងឡើងរហូតដល់ថាវាភាយក្លិនវាស្អុយលួយទៅក៏ផ្អើលរបៀប
គេលេងឡាស់ពីជាន់លើជាន់ក្រោមអីមកថាស្អុយក្លិនអីចឹងទៅក៏គាត់យកសាកសពរបស់ Harmony ចុះមកវិញទៀតចឹងនេះគឺសកម្មភាពដែល Adam គាត់បានធ្វើទៅលើសាកសពរបស់ Harmony ចឹងយើងអត់ដឹងថាសកម្មភាពនឹងបន្តប្រហែលខែទេដែលគាត់ចល័តសាកសពកូនគាត់ពីនេះមកនោះពីនោះមកណេះទៅវល់រហូតដល់ឥឡូវនេះគឺអត់ដឹងថាសាកសពរបស់ Harmony នៅណាទេហើយអ្វីដែលខ្ញុំនិយាយនេះគឺយោងទៅតាមការសារភាពរបស់ Kayla ដែលជាប្រពន្ធរបស់គាត់ហ្នឹងនៅម្លងពេលដែលរឿងនឹងកើតហេតុហ្នឹងហើយគាត់ក៏បាននិយាយរឿងអស់ហ្នឹងទៅប្រាប់ទៅកាន់ប៉ូលីសអញ្ចឹងជាក់ស្ដែងគឺខាង Adam នៅគឺគាត់នៅតែនិយាយទៀតចឹងគាត់ថាគាត់ស្រឡាញ់កូនគាត់ណាគាត់អត់មានបានធ្វើរឿងអស់ហ្នឹងទេហ្នឹងហើយមកដល់ឥឡូវហ្នឹងក៏គាត់បដិសេធដែរគាត់ព្រមប្រាប់តា Harmony នៅណាទេអង្គប៉ូលីសក៏បានធ្វើការសែវឈាវបន្ថែមទៅលើរឿងក្តីមួយហ្នឹងបានទៅ apartment របស់គាត់ដែលគាត់នៅចឹងទៅក៏ឡើងទៅដបូលទៅអីទៅគឺឃើញមកដែលមានដានដែលជាសំណាក់នៃសាកសពដែលលួយដែរអីចឹងទៅគឺគេមានព័ត៌មានអស់ហ្នឹងដែរប៉ុន្តែសប្តាហ៍ថ្ងៃគឺសាកសព Harmony គឺអត់ដឹងថានៅណាទេហើយសម្រាប់ Crystal ដែលជាម្ដាយរបស់គាត់គឺគាត់បានព្យាយាមខ្លាំងមែនតើហ្នឹងហើយគាត់បានទៅធ្វើបទសម្ភាសន៍គាត់ក៏ព្យាយាមបង្កើតជាក្រុមទូចហ្នឹងហើយមានសមាជិក 4-5 នាក់ចឹងទៅដើម្បីធ្វើការស្វែងរកទៅលើសាកសពរបស់កូនរបស់គាត់ដែរបើនិយាយថាភាគរយដែររកឃើញវាតិចខ្លាំងមែនតើប៉ុន្តែគាត់ត្រូវតែធ្វើអីមួយយ៉ាងហ្នឹងហើយដើម្បីឲ្យទទួលបានសាកសពកូនគាត់ឲ្យមកដើម្បីធ្វើបុណ្យធ្វើអីស្រួលបួលចឹងទៅចឹងសម្រាប់ Adam វិញគឺត្រូវបានជាប់ពន្ធនាគារអស់រយៈពេល56ឆ្នាំហើយសម្រាប់ Kayla ដែលជាប្រពន្ធរបស់គាត់នៅម្លងពេលហ្នឹងក៏ត្រូវជាប់ពន្ធនាគារអស់ប្រហែលឆ្នាំដែរហ្នឹងហើយដោយសារតែគាត់ផទៅកាន់តុលាការ perjury ប៉ុន្តែសប្តាហ៍ថ្ងៃហ្នឹងគឺគាត់បានចេញពីពន្ធនាគារវិញហើយអញ្ចឹងសម្រាប់រឿងក្តីរបស់ Harmony Montgomery គឺមានតែប៉ុណ្ណេះនៅក្នុងរឿងក្តីមួយនេះគឺគេចង់សង្កត់ធ្ងន់ដែរទៅលើខាងផ្នែករដ្ឋដែលគាត់បានធ្វើការកាត់ក្តីឲ្យ Harmony ទៅនៅជាមួយនឹងមនុស្សព្រៃផ្សៃបែបហ្នឹងហើយក៏គេបានធ្វើចង់ថាដូចចោទជាសំណួរអញ្ចឹងណាចង់ដឹងថាតើប្រព័ន្ធនៃការថែទាំយល់ដឹងពីសុខភាពរបស់ក្មេងៗដែលគាត់ជាកំព្រាឬក៏មានបញ្ហាអស់ហ្នឹងសួរថាតើវារឹងមាំអត់ហេតុអីបានធ្វើឲ្យមានបញ្ហាអស់ហ្នឹងកើតឡើងណាអញ្ចឹងគេក៏ធ្វើការចោទប្រកាន់ដែរថាខាងរដ្ឋហ្នឹងក៏វាមានកំហុសមកពីរដ្ឋដែរដែលអាចធ្វើឲ្យ Harmony ហ្នឹងគាត់ស្លាប់អញ្ចឹងទៅអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ធ្វើការរាយការណ៍អំពីអំពើហិង្សាទៅលើកុមារគឺអាចធ្វើការរាយការណ៍ទៅកាន់ Child Helpline Cambodia 1280ស្នងការដ្ឋានរាជធានីភ្នំពេញ1291ចឹងខ្ញុំសូមអរគុណច្រើនមែនទែនដែលបានមើលវីដេអូរបស់ខ្ញុំរហូតដល់ចប់បើសិនជាអ្នកនរគ្នាចង់ធ្វើការតាមដានទៅលើរឿងក្តីផ្សេងៗទៀតគឺអាច subscribe ទៅកាន់ YouTube Channel របស់ខ្ញុំបានហើយជាចុងក្រោយគឺខ្ញុំសូមជូនពរអ្នកនរគ្នាមានសុខភាពល្អនិងជួបគ្នានៅវីដេអូក្រោយទៀត